បាទម៉ូតូ014នេះគឺមានបញ្ហាជ្រាបសាំងតាមរមណីហុយបងប្អូនអរគ្នាមើលកន្លែងទៅយកសាំងនេះឃើញហើយបាទដោយសារជ្រាបសាំងនេះហើយចំហាយសាំងមកលីឡំជាមួយនឹងដីហុយបក់មកគឺវាជាប់នៅហ្នឹងមើលទៅវាអត់ស្អាតទេយើងត្រូវការដោះបេនយកមកលាងសម្អាតបងប្អូនគ្នាបាទចាំមើលយើងមើលបេនបងប្អូនគ្នាណាតើបេននេះគឺមានសភាពយ៉ាងម៉េចបាទតើវាប្រឡាក់ដីខ្លាំងប៉ុណ្ណាបងប្អូនអរគ្នាបាទនេះមើលទៅបងប្អូនបាទគឺដោយសារចំហាយសាំងចេញមកយើងជីដីហុយផងគឺវាហុយមិនជាប់បាទឥឡូវយើងមើលបូស៊ីណាបូស៊ីនេះគឺស៊ីសាំងច្រើនបាទដោយសារបូស៊ីនេះខ្មៅអ៊ូញបងប្អូនអរគ្នាបាទខណៈស៊ីសាំងច្រើនក៏វាអស់លុយច្រើនដែរបងប្អូនឥឡូវយើងចាប់ផ្ដើមដោះលាងបណ្ដោយមកបាទដោះលាងហើយគឺយើងបញ្ហាទី1គឺឃើញស៊ីក្លតូចនេះគឺវាចុករុនកាលណាពេលយើងបញ្ឆេះទៅមូរ៉ាទៅឬឆ្លក់បាទជីមិនសូវស្រួលទេបងប្អូនបាទដូច្នេះហើយយើងចាក់រុននឹងលាងឲ្យស្អាតមកដើម្បីកុំឲ្យវាពិបាកពេលការយើងបញ្ឆេះក្រងទីវាអត់ចប់បាទឥឡូវរួចរាល់ហើយបងប្អូនអរគ្នាឥឡូវយើងចាប់ដើមដាក់ទៅវិញឥឡូវហើយកន្លែងនេះក៏យើងលាងសម្អាតដែរកន្លែងកបេនេះបាទគឺវាប្រឡាក់ជាប់នៅនឹងវាអត់សូវស្អាតទេមើលទៅវាអត់ស្អាតវាបារោបាទខាងភាសាខ្ញុំហៅថាបារោគឺអត់ស្អាតបងប្អូនឥឡូវចាប់ដើមលាងរួចរាល់ហើយចាដាក់ចូលទៅវិញហើយបាទដាក់ចូលទៅវិញហើយក៏បច្ចេះដែរដើម្បីមើលវីស៊ីឥឡូវខ្ញុំឆេះរួចហើយបាទដោះវីស៊ីចេញមកក្រៅមកដើម្បីមើលសាំងតើវីស៊ីសាំងតិចឬសាំងច្រើនបាទសាំងតូចឬសាំងធំបាទឥឡូវចាប់ដើមដោះមកបាទមើលមកបាទឥឡូវវាចាប់ផ្ដើមស៊ីសាំងតូចវិញហើយបងប្អូនបាទមើលពណ៌បាទគឺពណ៌រៀងសជាងមុនបងប្អូនអរគ្នាបាទមិនមែនដុំបត់ទេរៀងសជាងមុនហើយរមណីគឺយើងដូរថ្មីដែរបាទដើម្បីកុំឲ្យវាជ្រាបសាំងហុយមកជាប់នឹងបេនទៀតបាទឥឡូវវីដេអូយើងមានតែប៉ុណ្្នឹងឯងតាមដានទស្សនាពេលក្រោយទៀតបងប្អូនអរគ្នាបាទអរគុណច្រើន